មានបងប្អូនជាច្រើនតែងតែសួរថាហេតុអីបានជានៅក្នុងបណ្ដាសង្គម social media មិនថា Facebook TikTok និង YouTube មើលឃើញទៅឲ្យតែអ្នកដែលជាអ្នក trading គឺវាច្រើនចំណេញបានទៅលើ profit ច្រើនហើយតែងតែនិយាយពីភាពងាយស្រួលនៅក្នុងវិស័យ trading តែងតែនិយាយពីឱកាសនិងផលចំណេញនៅក្នុងវិស័យ trading បងប្អូនអរគ្នាបើចាំឆ្ងល់ទេព្រោះហេតុអីដោយសារតែបងប្អូនអរគ្នាភាគច្រើនអ្វីដែលបងប្អូនអរគ្នាចង់មើលឃើញតើអ្វីដែលជាប្រាក់ចំណេញអ្វីដែលជាភាពងាយស្រួលអ្វីដែលជាភាពស្រស់ស្អាតបងប្អូនអត់ចង់មើលថាអាណាជាមួយផ្នែកដែលវាជាបញ្ហាឬក៏ជារឿងរ៉ាវដែលអាចធ្វើបងប្អូនអរគ្នាហានិភ័យទេបើសិនជាតើតងជាមួយនឹងការអប់រំឬក៏ការប្រាប់ពីលំដាប់លំដោយដែលមើលទៅមានភាពស្មុគស្មាញគឺបងប្អូនអស់រំលងឬក៏អត់ចូលចិត្តមើលទេអ្វីដែលបងប្អូនចូលចិត្តមើលគឺចូលចិត្តមើលទៅលើអ្វីដែលជាភាពងាយស្រួលអ្វីដែលជា profit ហើយអាទាំងអស់ហ្នឹងហើយជាហេតុដែលនាំឲ្យបងប្អូនទាំងអស់គ្នាជួបប្រទះជាមួយនឹងការខាតបង់ហេតុអីបានជាខាតបង់ដោយសារតែកលេសមើលទៅណាក៏ជាការរកប្រាក់ចំណេញដែលងាយស្រួលនៅក្នុងវិស័យ trading គាត់តែមានទូរស័ព្ទដៃគាត់តែមានអ៊ីនធឺណិតចេះតែ buy sell ហើយរកលុយបានផ្នត់កំណត់បងប្អូនទាំងអស់គ្នានឹងកើតចេញឡើងមកបែបនេះដោយសារតែមូលហេតុឃើញការរកប្រាក់ចំណេញវាងាយស្រួលខ្លាំងពេកហើយបងប្អូនក៏ទៅប្រឡូកជាមួយនឹងទីផ្សារទាំងអស់ហ្នឹងជួបជាមួយនឹងការខាតបង់ខ្លាំងមែនទែនអញ្ចឹងខ្ញុំអាចបញ្ជាក់ទៅកាន់បងប្អូនអរគ្នាថាវិស័យ trading មួយជាទូទៅនៅក្នុង social media ភាគច្រើនណាគឺតែងតែបង្ហាញពីប្រាក់ចំណេញដើម្បីតាក់ទាញចិត្តទៅលើกันបងប្អូនអរគ្នាឬក៏ដើម្បីបង្ហាញពីតាក់ដៃឬក៏អីផ្សេងទៅតែបងប្អូនត្រូវតែចាំតែចេះនៅក្នុងការ OCA ក៏ដោយវាមិនបានប្រាក់ចំណេញដោយងាយស្រួលណាស់ពេកទេហើយការរកលើប្រាក់ចំណេញឬក៏ចំណូលវាតែងតែមានហានិភ័យដែលដើរមកអមតាមនឹងជាមួយគ្នាបងប្អូនអរគ្នាអញ្ចឹងបើសិនជាចង់ធ្វើទៅលើវិស័យមួយហ្នឹងត្រូវតែដឹងសិនថាអូខេការរកប្រាក់ចំណេញដែលងាយស្រួលហ្នឹងវាអាចមានហានិភ័យអីអត់ហើយជាទូទៅបងប្អូនត្រូវចាំពីមួយម៉ាត់ថាប្រាក់ចំណូលមួយដែលរកបានតែងាយស្រួលហានិភ័យវាក៏រៀងខ្លាំងដូចគ្នាវិស័យ trading បើសិនជាបងប្អូនធ្វើបានត្រឹមត្រូវវាអាចនឹងនាំឲ្យបងប្អូនទាំងអស់គ្នាហាក់មានហានិភ័យខ្ពស់តែបើសិនជាបងប្អូនចេះធ្វើវាបានត្រឹមត្រូវរៀនពីហានិភ័យឲ្យដឹងថាខាតដោយសារអីចំណេញដោយសារអីនៅពេលខាតយើងមានអ្វីដែលអាចទប់ទល់ឬក៏អាច control វាបានអត់បងប្អូនរៀនណាទាំងអស់ហ្នឹងហើយបងប្អូននឹងអាចធ្វើវាជាអាជីវកម្មមួយដ៏ល្អតែកុំធ្វើជាមនុស្សម្នាក់ដែលចង់មើលឃើញតែអ្វីដែលជាភាពងាយស្រួលខ្លាំងពេកតើបងប្អូនទាំងអស់គ្នាចូលចិត្តមើលតែអ្វីដែលមានភាពងាយស្រួលខ្លាំងពេកទេប្រកបណាស់បងប្អូននឹងឃើញ content ដែលងាយស្រួលអូលុយរកមកផ្លែបានប៉ុណ្ណេះរកផ្លែបានប៉ុណ្ណេះវា easy for earn easy for make money ទាំងអស់ហ្នឹងនឹងចូលក្នុងគូក្បាលបងប្អូនទាំងអស់គ្នានឹងបង្កើតជា mindset ឲ្យបងប្អូនទាំងអស់គ្នាគិតថាវា easy ហើយបងប្អូនទៅប្រឡូកនឹងជួបលើហានិភ័យពីច្រើនកត្តាដែលខាតនៅក្នុងស្រុកខ្មែរយើងគឺការចេញពីកត្តាហ្នឹងបងប្អូនទាំងអស់គ្នាសង្ឃឹមបងប្អូនទាំងអស់គ្នាប្រើការពិចារណានិងធ្វើការពិចារណាទៅលើចំណុចទាំងអស់នេះឡើងវិញអូខេបងប្អូនទាំងអស់គ្នា